ចង់ដឹងដែរទេនរណាគេគឺជាអ្នកដែលជួយវងលេងឲ្យមានកម្រិតវឹកហាត់ឡើងមកវិញតើត្រូវចំណាយអស់រយៈពេលប៉ុន្មាននៅក្នុងវីដេអូមុនខ្ញុំបាននិយាយវិភាគអំពីរាងកាយពិតរបស់វងលេងបើសិនជាមកដូច្នេះគឺខ្ញុំបានវិភាគថាបើសិនជាមកដោយឡែកមូលហេតុដែលមិនបានមកខ្ញុំអត់ទាន់បានបញ្ជាក់ច្បាស់លាស់នៅក្នុងនឹងទេជាស្ដែងទៅបន្ទាប់ពីរាងកាយខ្លួនរបស់វងលេងចូលនៅក្នុងអ៊ីជីងរបស់តែអំឡុងពេលនោះវងលេងស្ទើរតែគ្មានកម្លាំងធាតុសម្រាប់តាក់ទងទៅកាន់រាងកាយដើមបាត់ទៅហើយម្យ៉ាងទៀតដោយសារតែវិញ្ញាណរបស់វងលេងត្រូវបានខ្ទេចខ្ទីដូច្នេះធ្វើឲ្យប៉ះពាល់ទៅដល់រាងកាយដើមដូចគ្នាម្ល៉េះហើយបណ្ដាលឲ្យរាងកាយដើមរបស់វងលេងដែលនៅនគរឈូនោះគឺបានលងលក់នៅក្នុងដំណេកវគ្គក្រោយយើងនឹងបានឃើញសាច់រឿងគេបញ្ជាក់កន្លែងនឹងប្រាប់ជូនយើងទាំងអស់គ្នាស្ដាប់ហើយបន្ទាប់ពីវងលេងបានបាត់បង់កម្រិតវឹកហាត់ទៅពេលនោះវងលេងគឺមិននិយាយស្ដីសូម្បីតែមួយម៉ាត់បានត្រឹមតែគិតនៅក្នុងចិត្តថាពេលនេះសូម្បីតែមនុស្សធម្មតាម្នាក់ក៏គេមិនស្មើផងរួចហើយក៏មានគ្រួសារមួយបានឃើញវងលេងស្ថិតនៅក្នុងដំណាក់កាលនេះជួយវងលេងបានបន្តិចវងលេងក៏បានចាក់ចេញពីទីហ្នឹងដោយគេនេះបានសច្ចានៅក្នុងចិត្តថានគរដែនព្រើនឹងសម្ព័ន្ធត្រូលខ្ញុំវងលេងដាច់ខាតមិនលើកលែងឲ្យពួកឯងទេទង្វើទាំងអស់ដែលពួកឯងធ្វើមកដាក់យើងនឹងសងឯងម្ដងមួយឲ្យឯងឈឺចាប់ជាងយើងរាប់សិបដងរាប់រយដងបន្ទាប់មកវងលេងក៏ត្រូវបានមនុស្សមួយក្រុមចាប់គេទៅហើយពេលនោះវងលេងក៏បានអង្កេតឃើញថានៅពេលដែលពួកគេចងវងលេងដាក់ច្បាក់វងលេងនៅខាងក្នុងទឹកហ្នឹងគឺមានថាមពលកម្លាំងធាតុដោយឡែកកម្លាំងថាមពលនៅក្នុងទឹកទាំងអស់ហ្នឹងធ្វើឲ្យវងលេងប្រើប្រាស់បានតែបន្តិចទេវងលេងបានយកសម្រាប់មនុស្សប៉ុន្មានអ្នករួចហើយនៅសេសសល់គេបានយកដាក់នៅក្នុងថង់ដាក់អីវ៉ាន់របស់គេដើម្បីកោះហៅសត្វមូរបស់គេចេញមកបន្ទាប់មកវងលេងក៏បានទៅដល់ទីកន្លែងមួយទៀតចំណាយអស់រយៈពេល2ខែទើបទៅឡើងទៅដល់កម្រិតទី1នៃដំណាក់កាលទី2វិញទេដោយសារតែជាប់នៅក្នុងអ៊ីជីងហើយនឹងយន្តឃុំក្រុងរបស់សុនថៃម្យ៉ាងទៀតដោយសារតែវិញ្ញាណរបស់គេខ្ទេចខ្ទីដូច្នេះគេក៏មិនអាចចូលនៅក្នុងកូដអមតៈធាតុនេះបានដែរនេះគឺជាមូលហេតុមួយទៀតដែលអ្នកឆ្ងល់ថាហេតុអ្វីវងលេងមិនចូលនៅក្នុងកូដអមតៈធាតុនេះទៅរហូតដល់វងលេងចំណាយអស់រយៈពេលមួយចំនួនធំទើបគេបានជួបជាមួយនឹងអ្នកមានគុណទី3របស់គេដែលខ្ញុំរកការលំដាប់គឺជាម្ដាយឪពុករបស់គេអ្នកមានគុណទី1ទី2គឺជាសឺធូណានទី3គឺជាមេបកចម្រាញ់វិញ្ញាណគាត់គឺមានឈ្មោះថាតុនធាននៅពេលដែលវងលេងចង់ចូលប៉ារបស់គាត់នឹងវងលេងគឺវឹកហាត់ឡើងទៅដល់កម្រិតទី2វិញហើយចំពោះគុណរបស់គាត់ជាមួយនឹងសឺធូណានអ្នកទាំងអស់គ្នាអាចប្រៀបធៀបបានតើនរណាម្នាក់ដែលមានគុណខ្លាំងជាងខ្ញុំក៏អត់ហ៊ាននិយាយដែរឥឡូវនិយាយទៅដល់ LS Silicon វិញអានេះគឺខូចខ្លាំងមែនតើទៅដល់ខាងណាគឺបញ្ចូលស្ទឹងតាមបទគ្រាន់តែទៅដល់សម្ព័ន្ធត្រូលភ្លាមគឺបានសន្យាជាមួយនឹងម្ចាស់កោសម្ព័ន្ធត្រូលនឹងថាខ្ញុំនឹងស្មោះត្រង់ជាមួយនឹងលោកឲ្យតែលោកនេះធ្វើល្អជាមួយនឹងខ្ញុំតែនៅក្នុងចិត្តរបស់គេវិញបានគិតថាពេលណាទៅវងលេងមកជួយគេម្យ៉ាងទៀតវងលេងធ្វើចំពោះគេក៏មិនជាអាក្រក់ប៉ុន្មានដែរតែគេមិនដេចនឹងអាចក្បត់ជាមួយនឹងវងលេងកើតគ្រាន់តែខ្មោចមួយនេះគឺប៉ិនសន្យាខ្លាំងមែនតើទៅដល់ណាសន្យាជាមួយនឹងអ្នកនឹងនិយាយល្អមុខប៉ុន្តែពីក្រោយឌីលគេកប់មាត់ពេលនៅខាងវងលេងវិញបន្ទាប់ពីស្នាក់នៅបកចម្រាញ់វិញ្ញាណអស់រយៈពេលកន្លះឆ្នាំរាងកាយខ្លួនមួយនេះក៏បានឡើងទៅដល់កម្រិតទី4ពេញលេញវិញឈាននឹងចូលកម្រិតទី5ដោយឡែកកម្រិតទី5ត្រូវតែស្វែងយល់ពីអ៊ីជីងនិងបំបីអ៊ីជីងចឹងអ៊ីជីងដែលប្រើប្រាស់អារម្មណ៍ប្រយុទ្ធជាមួយនឹងអារម្មណ៍ដូច្នេះគេត្រូវការវឹកហាត់អ៊ីជីងរបស់គេឲ្យពេញលេញនៅពេលដែលគេឡើងទៅដល់កម្រិតទី5គេក៏អាចឡើងទៅដល់កម្រិតទី5នៃដំណាក់កាលចុងក្រោយដែរប៉ុន្តែអ៊ីជីងរបស់លីយានហ្វឹងដែលបានដាក់នៅក្នុងវងលេងហ្នឹងគឺជាអ៊ីជីងអ្នកកម្រិតទី6ដូច្នេះគឺវាខុសគ្នាពីអ្នកកម្រិតទី5ឆ្ងាយដែររួចហើយវងលេងក៏បានជួបគ្នាជាមួយនឹងលាវម៉ៃសតែហៅវងលេងថាសិស្សច្បងវងលេងនឹងនិយាយអំពីរឿងរ៉ាវដែលគេជួបវងលេងដំបូងតែវងលេងបានតបទៅវិញថាលាវម៉ៃដែលខ្ញុំស្គាល់គឺជាលាវម៉ៃដែលនៅក្នុងបក្សៀនតោដែលមានឫសនៃវិញ្ញាណធាតុទឹកមិនមែនជាលាវម៉ៃដែលស្ថិតនៅក្នុងអាណាចក្រជូឈៀឬមួយកស៊ូសាគូទេលាវម៉ៃធ្វើជាមិនយល់ពីអ្វីដែលវងលេងបាននិយាយប៉ុន្តែវងលេងបាននិយាយថាអ្នកដែលអាចចូលនៅក្នុងបក្សៀនតោបានថែមទាំងអាចចូលនៅក្នុងបកចម្រាញ់វិញ្ញាណបានក្រៅពីអាណាចក្រជូឈៀនៅមាននរណាគេដែលអាចធ្វើបានទៀតវងលេងមិនចង់និយាយច្រើនក៏បានចាក់ចេញពីលាវម៉ៃបាននិយាយថាវងលេងពិតជាផ្លាស់ប្ដូរច្រើនមែន500ឆ្នាំមិនធ្លាប់ជួបផ្លាស់ប្ដូរពីយុវជនស្លូត្រង់ម្នាក់ខ្លាយទៅជាមនុស្សដែលមានបេះដូងដែរបន្ទាប់មកបកក៏បានបង្កើតការប្រកួតគ្នាវងលេងគេក៏បានយកឈ្នះធ្វើជាជើងឯកនៅបកខាងក្រៅគេក៏បានចូលនៅក្នុងបកខាងក្នុងវងចិនពេលនោះក៏បានណែនាំពីបកខាងក្នុងរួចហើយក៏និយាយសួរទៅកាន់វងលេងស្គាល់ចឹងនាវដែរទេការពិតទៅវងលេងពេលនោះកំពុងតែប្រើប្រាស់ឈ្មោះមួយទៀតដែលហៅថាឈីងមូហើយគេបានលើកសរសើរពីចឹងនាវនៅចំពីមុខវងលេងដោយមិនដឹងថាវងលេងគឺជាចឹងនាវទេដោយចឹងនាវធ្លាប់សម្រាប់ព្រឹត្តិការណ៍បកចម្រាញ់វិញ្ញាណរបស់គេម្នាក់ហើយចឹងនាវក៏ខ្លាចទៅជាកូនដៃរបស់គេម្នាក់ដែរគេគឺចង់ខ្លាចទៅជាមនុស្សដែលខ្លាំងជាងគេដូចជាចឹងនាវចឹងខ្លាំងជាងគេនៅក្រោមកម្រិតទី6នៃកាឡាក់ស៊ីជូឈៀនេះទាំងអស់ចំណែកវងលេងវិញបានកាត់ចោលកន្លងតែព្រឹត្តិការណ៍ម្នាក់ណានៅក្នុងបកចម្រាញ់វិញ្ញាណមួយនេះដែលគេបានសម្លាប់ហើយគេក៏បានលើកឡើងថាចឹងនាវពេលនេះគឺបានបាត់ដំណឹងសូន្យតែម្ដងបុព្វបុរសទុនធានរបស់គេកំពុងតែស្វែងរកចឹងនាវដើម្បីនិយាយពីហេតុផលរួចហើយគេក៏បាននិយាយវងលេងចូលទៅកាន់សាលាខាងក្នុងទៅតាមពិតទៅនៅពេលដែលវងលេងកំពុងតែនិយាយជាមួយនឹងវងចិននឹងវងលេងគឺបានលាក់កម្រិតរបស់គេមិនបានបង្ហាញថាគេនៅកម្រិតទី4ទេរួចហើយវងលេងក៏បានស្វែងរកអំពីការផលិតតុងនៅក្នុងបកមួយនេះនឹងបានជួបជាមួយនឹងសិស្សប្អូនស្រី2នាក់នាងក៏បានប្រាប់ថាដូចជាឈ្មោះរបស់កំពូលភ្នំទាំង3នៅក្នុងបកខាងក្នុងចឹងដែលបែងចែកជាការចម្រាញ់វិញ្ញាណការឃុំក្រងវិញ្ញាណហើយនិងការដកវិញ្ញាណក្រោយមកទៀតលាវម៉ៃក៏បានប្រាប់ឲ្យវងលេងឆាប់រត់ចេញទៅកាន់តែឆ្ងាយកាន់តែល្អថែមទាំងបានប្រាប់អំពីស្ថានភាពរបស់ហុងទាពេលនេះត្រូវបានសិស្សច្បងរបស់នាងសម្លាប់បាត់ទៅហើយវងលេងក៏បានតបទៅវិញថាការប្រយុទ្ធរបស់គេជាមួយនឹងហុងទាគ្រាន់តែជាការប្រយុទ្ធសត្វព្រៃខាំគ្នាតែប៉ុណ្ណោះបន្តមកទៀតនៅពេលដែលព្រឹត្តិការណ៍នៅក្នុងបកចម្រាញ់វិញ្ញាណនោះកំពុងតែចម្រាញ់តុងវិញ្ញាណទាំង
មើលរបស់គាត់ម្ល៉េះហើយពេលនោះវងលីងគេក៏បានមកដល់ទីនេះដែរឃើញទង់នៃវិញ្ញាណមួយនឹងទើបដឹងថាការប៉ັດទៅសត្វនៅក្នុងទង់នៃវិញ្ញាណមួយនេះទៅជាវិញ្ញាណរបស់ទង់ប៉ັດប្រកបក្រោមទីវងលីងគឺចង់ប្រកួតជាមួយនឹងអ្នកកម្រិតទី6នៅក្នុងបកមួយនេះតែម្ដងដើម្បីព្យាបាលវិញ្ញាណរបស់គេឡើងមកវិញរាវងលីងគឺមានកម្រងការច្បាស់លាស់ណាស់បើសិនជាវាយចាញ់គេបើកលំហរត់ដោយប្រើប្រាស់ក្តារស៊ីងល័ររបស់គេហ្នឹងពេលនោះហើយគឺជាពេលដែលទុនធានគាត់បានបង្ហាញខ្លួនជួបជាមួយនឹងវងលីងថែមទាំងដឹងអត្តសញ្ញាណវងលីងគឺជាចឹងនាវទៀតទុនធានគាត់បានចាំវងលីងអស់រយៈពេល2ឆ្នាំហើយជួបមកភ្លាមគឺផ្ដល់កាដូជូនវងលីងភ្លាមតែម្ដងកាដូទី1នោះគឺបានគម្រាមលាវម៉ៃថាបើសិនជាមិនចាក់ចេញពីទីនេះទេទោះបីជានាងគឺជាកូនសិស្សរបស់ជូឈៀកឈើក៏ដោយក៏គាត់ត្រូវតែសម្លាប់ដែរលាវម៉ៃបាននិយាយពីហេតុផលគាត់បាននិយាយថា10ដង្ហើម9ដង្ហើម6ដង្ហើមរហូតដល់លាវម៉ៃចាក់ចេញពីទីនេះដោយឃើញពីចិត្តកំណត់របស់ទុនធានមិនខ្លាចជាមួយនឹងជូឈៀកទេដូច្នេះវងលីងក៏បាននិយាយថាមានអ្វីស្នាអាចលើកឡើងបានគាត់បានតបទៅវិញថាកុំបញ្ញាប់អីនេះគ្រាន់តែជាកាដូជប់មុខទី1តែប៉ុណ្ណោះនៅមានទី2និងទី3ទៀតកាដូទី2នោះគឺគាត់ដឹងថាវិញ្ញាណរបស់វងលីងពេលនេះកំពុងតែរងរបួសធ្ងន់គោលកំណត់របស់វងលីងដំបូងឡើយមករកគាត់គឺដើម្បីឲ្យគាត់ជួយដោះស្រាយរឿងមួយនេះអញ្ចឹងហើយកាដូទី2របស់គាត់គឺជួយឲ្យវងលីងខ្លាំងក្លាឡើងមកវិញចុងក្រោយក៏បានជោគជ័យវងលីងបានឡើងទៅដល់កម្រិតទី5នៃដំណាក់កាលកណ្ដាលរបស់គេវិញហើយវងលីងបានបន្តអរគុណគាត់ម្ដងទៀតគាត់ថាកុំបញ្ញាប់ពេកនៅមានកាដូទី3ទៀតគាត់បានសួរវងលីងតើឯងហ៊ានយកដែរទេវងលីងក៏មិនមែនជាមនុស្សដែលគួរសមដែរថាហេតុអ្វីខ្ញុំមិនហ៊ានកាដូទី3របស់គាត់គឺគាត់ជួយឲ្យវងលីងឡើងទៅដល់កម្រិតទី5នៃដំណាក់កាលកំពូលចំណែកឯអ៊ីជីងវិញគឺទុកឲ្យវងលីងស្វែងយល់ដោយខ្លួនឯងហើយគាត់បាននាំវងលីងទៅមើលអំពីទង់នៃវិញ្ញាណ1000លានចំណែកគាត់គឺមានកម្រិតទី6ដំណាក់កាលចុងក្រោយទេក៏ហ៊ានប្រយុទ្ធតតាំងជាមួយអ្នកដែលមានកម្រិតទី7ដែលគេហៅថាវ៉ាន់ទិញដែរទង់មួយនេះគឺប្រៀបដូចជាគ្រឹះរបស់បកចម្រាញ់វិញ្ញាណចឹងដរាបណាឲ្យតែទង់នេះនៅតែមានបកចម្រាញ់វិញ្ញាណមិនអាចវិនិច្ឆ័យបានទេផ្ទុយពីនេះបើសិនជាទង់មួយនេះបានខ្ទេចខ្ទីបកចម្រាញ់វិញ្ញាណក៏ត្រូវតែរលាយដែរគាត់ឲ្យវងលីងទៅវឹកហាត់នៅទង់មួយនឹងទៅបាននិយាយប្រាប់អំពីរឿងរ៉ាវទង់មួយនេះគឺទទួលបានការលះបង់អំពីបុព្វបុរសរបស់បកមួយនេះពីមុនជាច្រើនអ្នកដែលមានកម្រិតទី6បើថ្ងៃមួយយើងនឹងស្លាប់ទៅក៏ប្រែផ្ដាំឲ្យវងលីងបូជារាងកាយនិងវិញ្ញាណរបស់គាត់ដាក់នៅក្នុងទង់មួយនឹងដែរចុះចឹងងាវឯងត្រូវតែចងចាំឈ្មោះយើងឲ្យច្បាស់គឺមានឈ្មោះថាទុនធានឯងអាចស្រូបវិញ្ញាណបានប៉ុន្មានឯងស្រូបតាមតែអំពើចិត្តរបស់ឯងចុះមូលហេតុដែលគាត់ធ្វើបែបនេះគឺដោយសារតែពេលវេលារបស់គាត់គឺនៅមិនច្រើនទេដូច្នេះគឺគាត់ចង់ឲ្យចឹងងាវគឺជាអ្នកបន្តវេនបករបស់គាត់ដើម្បីអាប់ក្រេតបករបស់គាត់ឡើងទៅដល់បកអ្នកវឹកហាត់ថ្នាក់ទី6វីដេអូធ្វើប្រាប់អំពីសាច់រឿង Renegade Immortal គឺចប់ត្រឹមតែប៉ុណ្ណេះ